ចំណុចទី3ដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើខានមិនបានយ៉ាងដែលអាចឲ្យអ្នកទាំងអស់គ្នាធ្វើការ manifest នៅក្នុងថ្ងៃទី11ខែ1ឆ្នាំ2026បានអ្នកទាំងអស់គ្នាយកกระดาษមួយសន្លឹកមកឬក៏សភៅអ្វីក៏បានដែរដែលយើងចូលចិត្តហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមទៅសេជាមួយនឹង affirmation បានន័យថាអ្វីដែលយើងប្រាថ្នាចង់បានទៅសេអ្វីដែលយើងចង់បានប៉ុន្តែយើងហាមប្រើពាក្យខ្ញុំចង់បានគឺខ្ញុំជាបានន័យថាយើងទទួលបានហើយចំណុចទី1អ្នកទាំងអស់គ្នាសរសេរអំពីខ្ញុំគឺជាមនុស្សម្នាក់ដែលមានសំណាងខ្ញុំគឺជាមនុស្សម្នាក់ដែលធ្វើការអីក៏ជោគជ័យគ្រប់ពេលវេលាខ្ញុំគឺជាមនុស្សម្នាក់ដែលណាមកណាក៏លួចរត់តាមរកគឺខ្ញុំលើកឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាធ្វើអញ្ចឹងគឺយើងទៅសេ11យ៉ាងនៅក្នុងចំណុចទី1ហ្នឹងបន្ទាប់មកចំណុចទី2យើងសរសេរ11យ៉ាងទៀតជាមួយនឹងគេហៅថា gratitude បានន័យថាយើងអរគុណនិងរំភើបនៅអ្វីដែលយើងមានសេចក្តីអំណរអរគុណដែលយើងបានអរគុណរឿងមួយហ្នឹងវាកើតឡើងនៅក្នុងជីវិតរបស់យើងឧទាហរណ៍ដូចជាអរគុណមែនតើដែលខ្ញុំមានលុយចំនួន250000នៅក្នុងកុងធនាគាររបស់ខ្ញុំអូខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលខ្ញុំមានកូនល្អចេះស្ដាប់បង្គាប់មិនដែលធ្វើឲ្យខ្ញុំពិបាកចិត្តខ្ញុំពិតជាអរគុណខ្លាំងមែនតើដែលខ្ញុំមានផ្ទះសម្បែងឲ្យខ្ញុំជ្រកកោនអរគុណមែនតើដែលខ្ញុំមានឡានមួយហ្នឹងតែងតែដឹកខ្ញុំទៅគ្រប់ទីកន្លែងជូនកូនខ្ញុំទៅរៀនជូនខ្ញុំទៅផ្សារនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាអាចសរសេរបានសរសេរ11យ៉ាងឲ្យមានលក្ខណៈខុសៗគ្នាទាំង11យ៉ាងហ្នឹងមកចំណុចទី3ដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើខានមិនបាននោះគឺយករឿងទាំង2យ៉ាងដែលអ្នកទាំងអស់គ្នាសរសេរចំណុចទី1ចំណុចទី2យកវាមកអានហើយបូកនឹងអារម្មណ៍រួមធម្មតាពេលដែលយើងអានសំណេរឬក៏សម្បត្តិអ្វីមួយដែលធ្វើឲ្យអារម្មណ៍យើងល្អយើងតែងតែរំភើបរីករាយដោយតែអ្នកទាំងអស់គ្នាមើលសាច់រឿងអញ្ចឹងពេលយើងមើលរឿងទៅយើងមានអារម្មណ៍រំភើបជាមួយនឹងតួអង្គត្រូវទេពេលដែលតួឯកទាំងពីរត្រូវគ្នាមិនឆ្លោះគ្នាមិនយល់ច្រឡំនឹងគ្នាយើងនឹងវា វា flow ជាមួយនឹងសាច់រឿងនឹងដូចគ្នាអញ្ចឹងអ្វីដែលយើងសរសេរពីខាងលើហ្នឹងគឺសាច់រឿងនៃជីវិតរបស់យើងពេលដែលយើងអានហើយយើងមានអារម្មណ៍រួមជាមួយនឹងវាញញឹមអញ្ចឹងអានេះឯងដែលគេហៅថាយើងរក្សាជាមួយនឹង energy ល្អបានន័យថា flow យើងកំពុងតែនៅលំដាប់មួយដែលមិនមែនជាលំដាប់ខាងក្រោមទេធ្វើឲ្យរាល់ការ manifest របស់យើងហ្នឹងគឺវាចាប់ផ្ដើម manifest បានលឿន